ព្រះដាក់ជាឃុំមួយស្ថិតនៅក្នុងស្រុកបន្ទាយស្រីនៃខេត្តសៀមរាបមានទីតាំងស្ថិតនៅឧទ្យានអង្គរនិងមានផ្ទៃដីសរុប50គីឡូម៉ែត្រការ៉េឃុំព្រះដាក់មានប្រជាពលរដ្ឋប្រមាណ9748នាក់ដែលប្រជាជននៅទីនោះនិយមប្រកបរបរកសិកម្មនិងអាជីវកម្មធុនតូចហើយប្រមាណ25%ប្រកបរបរជាអ្នកលក់ដូរម្ហូបអាហារភូមិព្រះដាក់ជាតំបន់ទេសចរណ៍មួយដែលទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិនិងអន្តរជាតិដោយសារតែរសជាតិនិងសោភ័ណភាពរបស់នំបញ្ចុកភូមិព្រះដាក់ត្រូវបានគេហៅថាជាភូមិនំបញ្ចុកខ្ញុំចាប់មុខរបរធ្វើនំបញ្ចុកនេះដោយសារនំបញ្ចុកជាផលិតផលបុរាណហើយក៏ជាមុខរបរដែលយើងបន្តជំនាន់ពីយាយតាយើងមកណាបងយើងបន្តធ្វើនំបញ្ចុកនេះរយៈពេល3ជំនាន់ហើយបងតាំងពីយាយខ្ញុំម៉ែខ្ញុំហើយរហូតដល់ខ្ញុំបច្ចុប្បន្នដំណាក់កាលនៃការធ្វើបញ្ចុកទី1យើងត្រូវយកអង្ករដែលរឹងហើយយកមកលាងឲ្យស្អាតហើយយើងយកដាក់ត្រាំបន្ទាប់ពីដាក់ត្រាំនោះមកយើងមានដាក់ដូចជាអំបិលបន្តិចហើយនឹងទឹកមេនោះវារបៀបថាឧទាហរណ៍ថាយើងលាងអង្ករទៅវាមានទឹកដែលយើងលាងអង្ករនេះយើងផ្អាប់មកយប់ទៅវាមានជាតិជូរទៅយើងត្រូវយកអានោះអញធ្វើមេហើយបន្ទាប់មកទៀតយើងត្រូវយកអង្ករដែលយើងត្រាំមកយប់នោះយើងយកមកលាងឲ្យស្អាតហើយពេលដែលយើងកិនយើងមានដាក់អំបិលបន្តិចនិងបាយកកបន្តិចហើយបន្ទាប់ពីដែលយើងកិនបានជាទឹកម្សៅហើយយើងត្រូវយកទៅចម្រោះទឹកចេញឲ្យអស់ហើយវានៅសល់សាច់ម្សៅពេលនៅសល់សាច់ម្សៅនោះយើងយកសាច់ម្សៅនោះយកមកសូនឲ្យមូលដូចបាល់អីចឹងណាវាមានទំហំទូចទំហំធំបើសិនជាយើងស្ងោរអាទំហំទូចរយៈពេល15នាទីឬក៏ធំយើងតម្លើងនាទីទៅតាមនោះណាហើយបន្ទាប់ពីយើងស្ងោរហើយយើងស្រង់យកទៅបុកនឹងត្បាល់ក្តឿងណាបុកនឹងត្បាល់ក្តឿងហើយឲ្យម្សៅឲ្យប្រមួតចូលគ្នារបៀបស្អាតណាស្អាតដូចដីឥដ្ឋចឹងឯងរួចហើយបន្ទាប់មកយើងយកមកកាច់កនោះយើងត្រូវច្បាច់ដាក់ទឹកឲ្យទន់របៀបថាឲ្យទន់ល្មមដែលយើងអាចរួយច្បាច់ឲ្យចេញទៅជាសាច់នំបញ្ចុកបន្ទាប់មកទៀតបន្ទាប់ពីយើងរួយរួចហើយយើងទុកប្រហែលជា3នាទីបន្ទាប់ឲ្យនំផុសហើយយើងត្រឡប់ទៅវិញទៅមកដើម្បីឲ្យសាច់នំវាទន់ណាដល់ពេលបន្ទាប់មកទៀតយើងត្រូវដួសយកកញ្ច្រែងលពាកដួសវាយកទៅលាងជាមួយទឹកត្រជាក់ឲ្យត្រជាក់ហើយលាងឲ្យត្រជាក់រួចហើយយើងត្រូវយកមកចាប់មួយទឹកត្រជាក់ម្ដងទៀតយើងធ្វើរាល់ថ្ងៃខ្ទង់វាថា60-70គីឡូទេបើសិនជាវាថាថ្ងៃសៅរ៍អាទិត្យយើងអាចធ្វើលើសដល់100គីឡូអីប៉ុន្តែបើសិនជាមានអ្នកភូមិគេមានកម្មវិធីអីផ្សេងយើងអាចធ្វើរហូតដល់200-300គីឡូបងធ្វើនំបញ្ចុកយើងត្រូវការកម្លាំងច្រើនបងនិយាយរួមទៅបើមានមនុស្សកាន់តែច្រើនកាន់តែលឿនព្រោះអីយើងជួយគ្នាណាបើសិនជាយើងធ្វើតែម្នាក់ពីរនាក់យូរហើយហត់ទៀតនំបញ្ចុកដែលយើងធ្វើហើយមានអ្នកស្រុកខ្លះគេមកយកនៅផ្ទះយើងបន្ទាប់មកទៀតយើងយកទៅបោះឲ្យម៉ួយនៅខាងផ្សារបដាដើមសាច់រឿងខ្ញុំមកនៅជាមួយអ៊ំចានៅជាមួយអ៊ំទៅដល់ពេលហ្នឹងគាត់ធ្វើនំធ្វើបបរអីដល់លក់តែចឹងឯងគាត់ណាតែខ្ញុំនោះនៅភូមិឯណោះទេដែលគេចលះមកចំនួន79ណាចាដូចខ្ញុំតែងប្រាប់ខ្លួនឯងថា83 84តែខ្ញុំមករស់នៅទីនេះមកហូបតែចំណាស់ជាងគេគឺនំបញ្ចុកសាឡោខ្មែរគេអត់រំលងបានទេចាមកដឹងតាគីរ៉ូចាចង់មកញ៉ាំចាសាឡប្រហើនោះយើងត្រូវទី1យើងត្រូវរើសប្រហុកឲ្យឈ្ងុយចាត្រូវប្រហុកត្រីធំឬប្រហុកកភ្លៀងហើយឈ្ងុយចា
ហើយយើងត្រីរស់យើងយកត្រីមិនធំពេកក៏បានដែរត្រឹម1កន្លះគីឡូចាក៏ឡទៅឆ្ងាញ់ដែរតែត្រីនោះយកមកពីកំពង់ភ្លុកចាខាងដំដែកយកកំពង់ភ្លុកខាងសៀមរាបនៅចំគ្នាចាដែរនៅតានីដូចគ្នាពីដើមទីមកយើងទិញត្រីយកមកលាងសម្អាតហ្នឹងដាំទឹកដាក់ស្លឹកគ្រៃកុំឲ្យឆ្អាបចាស្ងោរឆ្អិនហើយយើងចាប់ផ្ដើមបកដូងចាបកដូងឲ្យស្អាតទៅយើងចាប់ផ្ដើមពុះកោព្រោះអានោះវាយូរប្រើពេលយូរជាងគេណានោះចាហើយមកក៏យើងចាប់ផ្ដើមបកខ្ទឹមហើយបកខ្ទឹមបកខ្ចីល្មៀតកាត់ស្លឹកគ្រៃលាងស្អាតចាក៏ហាន់បុកចូលគ្នាទៅចាដូចតែធ្វើបន្តបន្ទាប់នោះឯងចាទៅដល់ពេលនេះឡើងយើងក៏ដាំទឹកជ្រុំប្រហុកឲ្យវាម៉ត់ទៅកុំឲ្យវាធំជាប់ណាកុំឲ្យវាមានដុំចាពេលយើងបេះត្រីស្អាតអស់ឆ្អឹងហើយយើងបុកចូលជាមួយអាគ្រឿងដែលយើងបុកជែល្មៀតលាក់ក្រែងនោះបុកចូលគ្នាឲ្យម៉ត់កុំឲ្យវាដុំមើលទៅវាចូលគ្រឿងមើលទៅវាស្អាតចាវាមិនសម្រស់មួយបែបទៀតចាបន្ទាប់ពីយើងជ្រុំប្រហុកចាក់ខ្ទិះចូលហើយចាចាក់ខ្ទិះចូលហើយយើងក៏ថែមប៊ីចេងស្ករតាមដែលយើងចូលចិត្តណាចាមកល្មមទៅហើយក៏យើងលាយត្រីនិងខ្ទិះដើមនោះទុកឲ្យវាដល់សោះអស់ទៅពេលទឹកខ្ទិះនោះចូលយើងចាក់ចូលក្នុងទឹកខ្ទិះពុះនោះចាពេលដែលចាក់ចូលក្នុងទឹកខ្ទិះពុះនោះហើយយើងកូរឲ្យសព្វទៅយើងគ្របទុកឲ្យពុះមិនលើសានឲ្យវាចូលគ្រឿងគ្នាណាយើងអត់បើសិនតែអ្នកចង់ញ៉ាំភ្លាមឲ្យឈ្ងុយខ្ទិះដូងយើងគិតតែដាក់ចូលក៏យើងលើកមកញ៉ាំនោះវាឈ្ងុយខ្ទិះចាបើយើងទុកឲ្យពុះវាឈ្ងុយគ្រឿងចូលគ្នាចាចាប់ពីទីជនបទមកដល់ទីប្រជុំជននំបញ្ចុកត្រូវបានបរិភោគនៅគ្រប់ទីកន្លែងទាំងអស់នៅជុំវិញប្រទេសកម្ពុជាវត្តមាននំបញ្ចុកត្រូវបានគេយកមកទទួលទានគ្រប់លំដាប់ថ្នាក់រួមមានទាំងការលក់ដូរនៅតាមដងផ្លូវរហូតដល់ការប្រើប្រាស់នៅតាមភោជនីយដ្ឋានធំៗជាដើមខ្ញុំឈ្មោះជប់ម៉ូលីជាប្រធានផ្នែកនិពន្ធនយោបាយនិងប្រធានផ្នែកស្រាវជ្រាវនៃសិភៅមរតកម្ហូបប្រពៃណីជាតិរបស់ភោជនីយដ្ឋានមាតុភូមិនំបញ្ចុកគឺជាអាហារសម្រន់ដ៏មានប្រជាប្រិយភាពមួយរបស់ខ្មែរយើងគឺជាតារាឯកឈរនៅលំដាប់ទី1ជាប្រភេទអាហារសម្រន់ដែលយើងអត់ញ៉ាំជាមួយបាយនំបញ្ចុកគឺជាអាហារដែលបញ្ជាក់ពីអត្តសញ្ញាណខ្មែរសុទ្ធសាធដោយសារតែនំបញ្ចុកគឺមានប្រវត្តិអាយុកាលជាយូរលង់ណាស់មកហើយចាយើងបានស្ដាប់ពីការដំណើរជីវប្រវត្តិចាស់តាមរយៈបុព្វបុរសខ្មែរយើងតាមរយៈលោកតាលោកយាយក្រុមគ្រួសារចាស់របស់យើងហើយតាមការសិក្សាស្រាវជ្រាវផងដែរយើងឃើញថានំបញ្ចុកគឺមានអាយុកាលជាយូរលង់ណាស់មកហើយតាំងពីសម័យបុរាណកាលមកដល់ពេលបច្ចុប្បន្នហ្នឹងធ្វើនំបញ្ចុកនៅស្រុកខ្មែរញាតិទិញហោហែមិនរំលងបងជន់ដាក់ប៉ែននិងនួនល្អអ្នកភូមិប្អូនបងចូលចិត្តក្រៃធ្វើឲ្យបងនឹកឃើញអាណែកបងធ្វើចាអញ្ចឹងខ្សែភាពយន្តក្តីអក្សរសិល្ប៍ក្តីឬក៏រឿងព្រេងនិទានក្តីដែលបានលើកឡើងពីនំបញ្ចុកសុទ្ធតែបានជំរុញឥទ្ធិពលនំបញ្ចុកហ្នឹងឲ្យកាន់តែមានភាពខ្លាំងក្លានៅក្នុងការចងចាំរបស់ប្រជាជនខ្មែរយើងហើយអ្វីដែលបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តឬក៏អក្សរសិល្ប៍ហ្នឹងនំបញ្ចុកហ្នឹងគឺជារបស់ដែលពេញនិយមពោពេជ្រពោពូលនឹងត្រយងស្រែកយំឆ្លើយឆ្លងក្បែរជលសាពេលព្រឹកព្រះសង្ឃឆាន់បងតាមដើមទ្រូងចុកស៊ូចូលមកហើយលៀងសបងឆាន់ស្លាតាមពិតទៅពាក្យនំបញ្ចុកហ្នឹងគឺបញ្ចូលគ្នានៅសមាសធាតុផ្សំចម្បង3មុខ
ចាគឺនំបញ្ចុកទឹកសម្លនិងរបោយឬក៏លក់ហ្នឹងអញ្ចឹងយើងហៅតែតោះញ៉ាំនំបញ្ចុកតែមិនមែនញ៉ាំនំបញ្ចុកទៅទេគាត់យើងទៅដល់យើងត្រូវរើសទឹកសម្លចាហើយត្រូវញ៉ាំរបោយអីខ្លះទៅតាមចំណង់ចំណូលចិត្តរបស់យើងចាអញ្ចឹងទឹកសម្លខ្មែរហ្នឹងប្រើគ្រឿងខ្មែរដល់ទៅ3មុខបញ្ចូលគ្នាចាគឺមានគ្រឿងទេសគ្រឿងផ្អាប់និងគ្រឿងបុកចម្រុះអញ្ចឹងគឺជាលក្ខណៈពិសេសមួយកំណត់ថាសម្លទឹកសម្លខ្មែរសម្លប្រហើរជាមួយនឹងនំបញ្ចុកហ្នឹងគឺជាម្ហូបដែលមានអត្តសញ្ញាណខ្មែរសុទ្ធសាធពីព្រោះការប្រើប្រាស់ធនធានការប្រើប្រាស់គ្រឿងផ្សំជារបស់ខ្មែរការទទួលទានជាមួយនឹងអន្លក់បន្លែខ្មែរប្រទេសខ្មែរយើងគឺសម្បូរទៅដោយធនធានធម្មជាតិនិងធនធានជីវៈចម្រុះបានមកពីទន្លេស្ទឹងបឹងបួរសមុទ្រព្រៃភ្នំតំបន់ខ្ពង់រាបនិងតាមតំបន់ភូមិសាស្ត្រផ្សេងៗហើយទីកន្លែងមួយដែលយើងកាត់ចំណាំនិងយើងទទួលស្គាល់ថាជាប្រភពធនធានសំខាន់ការផ្ដល់នៅជីវៈចម្រុះត្រីទឹកសាបជាច្រើនប្រភេទគឺនៅតំបន់អង្គរចាតំបន់អង្គរសៀមរាបចាមានទន្លេសាបអញ្ចឹងគឺខ្មែរយើងសម្បូរត្រីច្រើនប្រភេទហើយក៏ជាប្រភពនៃការផលិតប្រហុកផ្អកពីតំបន់សៀមរាបអង្គរផងដែរអញ្ចឹងប្រហុកគឺជាគ្រឿងផ្អាប់ដ៏សំខាន់និងចម្បងមួយរបស់ខ្មែរចាកំណត់ចង្អុលនៅរសជាតិនិងកំណត់នៅអត្តសញ្ញាណនៃទឹកសម្លខ្មែរដែលយើងត្រូវស្ងោរត្រីជាមួយនឹងទឹកប្រហុកคล้ายទៅជាទឹកសម្លឬក៏ជាម្ជូរអីផ្សេងៗនៅក្នុងមុខម្ហូបខ្មែរជាគោលខ្ញុំស្គាល់ទឹកសម្លប្រហើរឬហៅថាទឹកសម្លខ្មែរនិងសម្លការីចាការប្របែកចេញនៅទឹកសម្លខ្មែរដែលយើងបរិភោគជាមួយនឹងនំបញ្ចុកហ្នឹងជាច្រើនទៀតមានដូចជានំបញ្ចុកទឹកត្រីផ្អែមនំបញ្ចុកទឹកកាពិនំបញ្ចុកទឹកប្រហុកនំបញ្ចុកទឹកខ្ជាយចានំបញ្ចុកទឹកត្រីណាំយ៉ាឬក៏នំបញ្ចុកទឹកម្ហិចជាដើមក្នុងការចងចាំរបស់ខ្ញុំតាំងពីតូចដល់ធំឲ្យតែមានការជួបជុំគឺឃើញមុខនិងវត្តមានរបស់នំបញ្ចុកចាវាល្អសម្រាប់សុខភាពវាមានរសជាតិឆ្ងាញ់វាងាយស្រួលធ្វើហើយវាមានលក្ខណៈជាអាហារសាមគ្គីភាពដែលងាយស្រួលក្នុងការយកមកធ្វើទទួលទានជាលក្ខណៈការជួបជុំធំៗរបស់ប្រជាជនកម្ពុជាយើងហើយនំបញ្ចុកហ្នឹងយើងញ៉ាំម្នាក់ឯងអត់ឆ្ងាញ់ទេហើយផ្ដល់នូវការចងចាំមួយថាវាសប្បាយវាផ្ដល់នូវរសជាតិនិងបរិយាកាសមួយជាលក្ខណៈសាមគ្គីភាពយើងឃើញថានៅក្នុងសង្គមខ្មែរមានពិធីបុណ្យប្រពៃណីនិងបុណ្យសាសនាជាច្រើនបញ្ចុកគឺត្រូវបានប្រើស្ទើរតែគ្រប់កម្មវិធីធំៗហើយជាពិសេសហ្នឹងគឺមានវត្តមាននៅក្នុងពិធីបុណ្យដូនតាពិធីបុណ្យភូមិបុណ្យដាលៀនហ្នឹងចាបុណ្យសែនដូនតាហ្នឹងគឺអត់ដែលផ្លិចឬក៏អត់ដែលអវត្តមានមហូបនំបញ្ចុកហ្នឹងទេចាចំនួនទៅមកចំនួនคล้ายទៅជារបស់សំខាន់คล้ายទៅជាម្ហូបដែលมันអាចខ្វះបាននៅក្នុងពិធីបុណ្យទាំងនោះបើពិតប្រកមដែងសង្ឃដ៏ចម្រើនរីចង្ហាន់បណ្ដាបាតនៃយើងខ្ញុំទាំងឡាយคล้ายទៅជាម្ហូបមួយដែលយើងចំណាំថាខ្មែរយើងនិយមទទួលទានហើយคล้ายទៅជាអត្តសញ្ញាណឬក៏លក្ខណៈចំណាំមួយរបស់ខ្មែរយើងម្ហូបប្រពៃណីជាតិខ្មែរយើងត្រូវបានចាត់ទុកជាកេរមរតកឬក៏ជាកេរដំណែលមួយពីដូនតា
បុព្វបុរសរបស់យើងចាមកដល់យើងតែមនុស្សជាតិត្រូវតែទទួលស្គាល់ចាត្រូវតែស្វែងយល់ពីគុណតម្លៃហើយទោះបីជារបស់នឹងត្រូវបានមនុស្សមួយចំនួនគាត់ស្គាល់គាត់ទទួលទានប៉ុន្តែវានឹងមិនបាត់បង់នៅពេលដែលចំនួននឹងបានស្លាប់ទៅឬក៏ទៅតាមអាយុកាលនៃមនុស្សរបស់យើងឯងចាវានៅតែត្រូវការបន្តចាជាប្រវត្តិសាស្ត្រពីមួយចំនួនទៅមួយចំនួនវាសិល្បៈអរូបីមួយដែលយើងមិនសូវបានឃើញនឹងចាប់អារម្មណ៍មើលដោយភ្នែកទទេប៉ុន្តែគឺនៅជាមួយយើងរាល់ថ្ងៃចាការផ្សព្វផ្សាយពីវប្បធម៌ឬក៏ប្រពៃណីក៏នឹងអាចក្លាយទៅជាមេដែកមួយដែលបង្ហាញទៅដល់ពិភពលោកឆាប់ស្គាល់និងឆាប់ចាដឹងយល់ពីវប្បធម៌និងប្រពៃណីនៃម្ហូបអាហាររបស់ខ្មែរ